មកដឹងអំពីការប្រុងប្រយ័ត្នហើយនិងការហាមប្រើប្រាស់របស់ឱសថ Dinamazene ដោយដែលបងប្អូនបានដឹងរួចមកហើយថាឱសថ Dinamazene ហ្នឹងគឺគេប្រើប្រាស់សម្រាប់បង្កើនចំណង់អាហារ ជួយឲ្យគេងលក់ស្រួលហើយនិងជួយឲ្យឡើងគីឡូហើយវាល្អបំផុតហ្នឹងសម្រាប់បងប្អូនដែលឧស្សាហ៍វិលមុខហើយនិងអស់កម្លាំងជាដើមអញ្ចឹងយើងនឹងមកដឹងអំពីការប្រុងប្រយ័ត្នហើយនិងការហាមប្រើប្រាស់របស់ឱសថ Dinamazene នេះវិញម្ដងអញ្ចឹងឱសថ Dinamazene ហ្នឹងគឺត្រូវប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលគាត់មានវ័យចំណាស់ហើយអ្នកដែលមានរោគសញ្ញាក្រពេញប្រូស្តាតនឹងរីកធំហើយនិងអ្នកដែលមានជំងឺទឹកដក់ក្នុងភ្នែកហើយមួយវិញទៀតហ្នឹងដោយសារតែឱសថហ្នឹងវាអាចធ្វើឲ្យយើងនឹងងុយគេអញ្ចឹងណាអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នចំពោះអ្នកដែលបើកបរឬក៏អ្នកដែលប្រើប្រាស់គ្រឿងម៉ាស៊ីនហើយចំពោះការហាមប្រើវិញគឺហាមប្រើចំពោះអ្នកដែលមានប្រតិកម្មទៅនឹងសារធាតុCyproheptadine ហ្នឹងហើយស្ត្រីមេផ្ទៃពោះហើយនិងស្ត្រីបំបៅដោះកូនហើយក្រៅពីហ្នឹងទៀតគឺគេហាមចំពោះទារកមិនគ្រប់ខែឬក៏ទារកដែលទើបនឹងកើតអញ្ចឹងណាហើយឱសថហ្នឹងដែរក៏មិនបានណែនាំចំពោះអ្នកដែលមានជំងឺថ្លើមហើយនិងតម្រងនោមធ្ងន់ធ្ងរនោះទេអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរសង្ឃឹមថាជាប្រយោជន៍ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត